ពីឡើងស្គាល់តាមមកបងមកដល់ញ៉ាំកាហ្វេដល់រសជាតិហ្នឹងហើយគាត់ឃើញតែគ្រីមម៉ែគេនឹងតែក្លិនខ្ទិះប៉ុណ្ណេះឆ្ងាញ់ប៉ុណ្ណេះហើយកាហ្វេលេខថ្មីគេទៅតាមទៅគេទៅគេសំអល់ហ្នឹងគេថាទៅខ្ញុំយកកាហ្វេទៅនេះខាងទៅដល់អូចូលហើយលីកាហ្វេជុំមានតែលីនេះខាងទៅបោះដល់ចឹងពីថ្ងៃហ្នឹងក៏មានស្អីព្រោះហ្នឹងមិនខាងទីខាងឲ្យបងកាដល់ទៅដល់នេះទៅបងនេះសាច់កាហ្វេរបស់យើងបងប្អូនគឺពេលយើងទៅយើងទៅចូលពីចូលគ្នាជប់គ្នាអញ្ចឹងពេលខ្លះមួយហ្វេននៅក្នុង TikTok អីគាត់ថាញ៉ាំគីឡូយកទៅសាកញ៉ាំអីចឹងណាខ្លះចង់បាក់ថ្មីអីអាចសាកបានដោយសារតែកាហ្វេហ្វេនតើលាយអញ្ចឹងបានល្អហើយខ្លួនវានឹងឈ្ងុយដិតមកបងអូនអរគ្នាហើយ1គីឡូទូថ្លៃបងប្អូននិយាយទូថ្លៃហ្មងណាពីច្រើនអ្នកស្គាល់អីគាត់ចង់សាកពីច្រើនទូភ្ញៀវរបស់ខ្ញុំគាត់អ្នកនៅកណែលពីគេចេះស្នួលអីចឹងគាត់តែងសួរបងខ្ញុំសុំសាកកាហ្វេមកកន្លះគីឡូមកឈ្ងុយល្អគាត់និយាយចឹងណាគាត់ថាលាយទៅមាត់ហើយនៅមួយទៀតគឺវាដិតល្អមែនតើណាបងប្អូនហើយដល់ឈ្ងុយថាយើងមានលាយកាហ្វេដូការីអីទៀតចឹង3 4សាចឹងទៅដល់ឈ្ងុយហើយគឺកាហ្វេរបស់យើងគឺឡើងល្អហ្មងបងប្អូននិយាយទៅដល់រសាមិនដឹងហើយចំពោះកាហ្វេវិញយើងទិញយកមកមិនចប់កាហ្វេគេលាយស្រាប់មកចប់មកយកមកវិញហ្មងវាអត់សូវដិតល្អទេវាឆ្ងាញ់ណាវាឈ្ងុយយើងយកមកលាយពីមុខចូលគ្នានិយាយទៅ4មុខចូលគ្នាចឹងទៅហើយយើងទៅជ្រប់ហើយវាសក់ហើយចូលសក់ឆាច់គ្នាទៅថ្ងៃហ្នឹងលាយជួយម្ដងសិតមកចានទៅធំហើយវាសាថ្ងៃហ្នឹងភ្ញៀវទៅកំងទៅពីសិលម្នាក់1គីឡូខ្លះ2គីឡូចឹងទៅចឹងយើងក៏លាយខ្លះទៅថ្ងៃហ្នឹងគឺលាយទៅគ្រប់ថ្ងៃបងប្អូនមុននេះលេស្រាកធំធំដាក់ភ្ញៀវគាត់ទៅសាកគេទៅមានកាហ្វេសម្រាប់សាកហើយបងចង់សាកឬទៅចង់បាក់កាហ្វេហាងកាហ្វេចាបងប្អូនខ្ញុំចាប់ដើមមកឆុងសាកឲ្យបងមើលទាំងអស់គ្នាភាសាយើងទៅនិយាយឲ្យថ្មីមិនអញ្ចឹងណាឥឡូវគឺខ្ញុំថាដាក់មកពេលតិចទេដោយសារតែកាហ្វេរបស់ខ្ញុំលក់អត់តាន់អស់ដែរខ្ញុំទំឆុងហើយមុននឹងប្រហែលជា2ម៉ោងមុនដល់ពេលអញ្ចឹងទៅគឺយើងចាប់ដើមឆុងអញ្ចឹងបងប្អូនគឺបរិមាណយើងដាក់មកល្មមអញ្ចឹងទៅដែលយើងធ្លាប់ឆុងបរិមាណល្មមហើយបងដែលទិញពីខ្ញុំទៅគឺខ្ញុំប្រាប់ហើយថា1គីឡូនឹងឆុងបានប៉ុន្មានហើយដាក់ទឹកប៉ុណ្ណាអញ្ចឹងឲ្យឆ្ងាញ់អញ្ចឹងណាបងប្អូនបងមើលបរិមាណកាហ្វេរបស់យើងឃើញឡើងបរិមាណហ្មងនិយាយទៅគឺឡើងខ្ទិះល្អមែនតើហើយបើនិយាយពីខ្លឹមវិញដល់ជួយបងប្អូនឡើងជួយឈ្មោះហ្មងណាគឺនេះគាត់ថាសងសាធ្វើតែឲ្យបងប្អូនមើលគឺឡើងស្មូតល្អហ្មងគឺយើងធ្វើបែបហ្នឹងឲ្យវាសើមមកកាហ្វេសិនឲ្យសើមកាហ្វេសិនទៅដល់អស់ទឹកបែបហ្នឹងទៅយើងដាក់ទឹកក្តៅគឺក្តៅហ្មងតែកុំក្តៅខ្លាំងពេកមកមុំអញ្ចឹងទៅណាបើពេលតែទឹកពុះហើយយើងគ្រាន់តែបង់ចំហកមុំបន្តិចទៅហើយបិទវិញឲ្យវាចេញកម្ដៅទៅកាហ្វេរបស់យើងមកតោនឹងដល់ថ្ងៃណាខ្លះទៅមួយថ្ងៃអស់ពេលខ្លះក្បែរមកព្រឹកឬខ្លះ2ថ្ងៃអញ្ចឹងអត់ទៀងភ្ញៀវយើងចេញចូលរហូតអញ្ចឹងមកចាស់មួយថ្មីចំណុចគ្នាគាត់ថារក្សាមួយថ្មីបាននឹងខ្លាចទៅជាមួយចាស់របស់យើងបងប្អូនហើយកាហ្វេនេះបងដែរគឺ10នាក់9នាក់ហើយគាត់និយាយថាឆ្ងាញ់ទឹកល្អហើយក្លិនឈ្ងុយនិយាយទៅគឺគាត់ពេញចិត្តក្លិនហ្នឹងហើយគាត់ចូលចិត្តបងចំពោះភ្ញៀវរបស់ខ្ញុំណាគឺការសង្កេតរបស់ខ្ញុំហើយខ្ញុំតែសួរភ្ញៀវអញ្ចឹងណាគឺគាត់តែឲ្យខមមិនមកវិញអញ្ចឹងគាត់ថាល្មមអត់ចាស់ពេកអត់ខ្ចីពេកគឺទឹកឆ្ងាញ់ហើយបើនិយាយពីក្លិនវិញទៅបងប្អូនហើយអ្នកញ៉ាំកាហ្វេគាត់នៅកន្លែងភូមិក្លិនកាហ្វេគេដឹងតែកាហ្វេហ្នឹងកាហ្វេអីហើយកាហ្វេសបឬកាហ្វេនេះគេដឹងហើយកាហ្វេយើងលាយច្រើនមកពេញអញ្ចឹងគឺក្លិនវាចេញមកអេមហ្មងណាបងប្អូនពេលណាបងប្អូនឃើញស្រាប់ហើយតោះទឹកពីប៉ាន់ពេញទី2បងប្អូនគឺនៅតែមានក្រែមយ៉ាងរហូតហ្មងហើយនិយាយពីមើលទៅដឹងតែគ្រាន់តែក្លិនក៏ដឹងតែតិចដែរបងថាបងប្អូនមើលទឹកកាហ្វេរបស់យើងម្ដងទឹកកាហ្វេរបស់យើងឡើងមកក្របហ្មងបងប្អូនហើយក្លិនឡើងឈ្ងុយហើយបានយើងបានក្លាសេបានពីម៉ោងឲ្យត្រជាក់កាហ្វេហើយបងយើងយកមកឆុងនិយាយទៅនិយាយក្លិនឆ្ងាញ់ហ្មងដល់ចប់ហ្មងភ្ញៀវក៏តែងតែសរសើររហូតហ្មង